គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទាមទារឲ្យថៃទទួលខុសត្រូវចំពោះការបង្កអក្រិតកម្មសង្គ្រាមមកលើកម្ពុជាគណៈកម្មការសិទ្ធិមនុស្សកម្ពុជាបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់យោធាថៃដោយប្រើអាវុធគ្រប់ប្រភេទរួមទាំងផ្សេងពើមកទីតាំងភូមិសាស្ត្រដែលប្រជាជនស៊ីវើនៅខេត្តបន្ទាយមានជ័យខេត្តពោធិ៍សាត់ឧត្តរមានជ័យបាត់ដំបងនិងខេត្តប្រវៀព្រមទាំងការបំផ្លិចបំផ្លាញប្រាសាទបុរាណដែលជាបេតិកភណ្ឌជាតិនិងពិភពលោកនៅក្នុងសេចក្តីថ្លែងរបស់ខ្លួននៅថ្ងៃទី11ខែធ្នូគណៈកម្មសិទ្ធិមនុស្សកម្ពុជាចាត់ទុកសកម្មភាពរបស់យោធាថៃជាទង្វើអមនុស្សនិងយ៉ាងហើយជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិព្រមទាំងបទល្មើសអក្រិតកម្មសង្គ្រាមផងដែរយោងតាមអនុញ្ញាតទីក្រុងហ៊ីនីវឆ្នាំ1949ការវាយប្រហារឬគួយដៅនៃការវាយប្រហារចំពោះទីតាំងជនស៊ីវិលគឺត្រូវហាមឃាត់ជាដាច់ខាតហើយត្រូវការប្រើប្រាស់ផ្សេងពើគឺជាការរំលោភបំពានអនុសញ្ញាស្តីពីអាវុធគីមីដែលប្រទេសថៃជាភាគីបញ្ជាក់ដូច្នេះមុននឹងអះអាងពីគម្រោងដាក់ញត្តិបន្តបន្ថែមទៀតរបស់ខ្លួនលើករណីអំពើព្រៃផ្សៃនិងយ៉ាងក្នុងរបស់យោធាថៃប្រឹងទៅឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ៊ីវណេវនិងភាគីពាក់ព័ន្ធដទៃទៀតឲ្យបើកការស៊ើបអង្កេតដោយឯករាជ្យចាត់វិធានការជាបន្តនិងមូលមាត់ព្រមទាំងទាមទារឲ្យការទទួលខុសត្រូវចំពោះនោះមុខច្បាប់បញ្ជាក់ថាញត្តិទាំងនេះគឺការឯកសារយ៉ាងដ៏សំខាន់សម្រាប់ការពិភាក្សាក្នុងកិច្ចប្រជុំយន្តការសិទ្ធិមនុស្សនានារបស់ក្រមប្រឹក្សាមនុស្សនិងអង្គការសហប្រជាជាតិនិងយន្តការតាមសន្ធិសញ្ញាមនុស្សអន្តរជាតិអំពើការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីភាគីថៃមកលើកម្ពុជានៅក្នុងសេចក្តីថ្លែងការណ៍ដែលនឹងក៏ទទួលឲ្យសហគមន៍អន្តរជាតិនិងតំបន់សម្ពោធលើឲ្យប្រទេសថៃបញ្ចប់សកម្មភាពបំពានច្បាប់ជាបន្តនឹងថ្កោលទោសលោក Verius ពេលបញ្ជាការភូមិភាគពីថៃនិងលោកមេបញ្ជាការភូមិភាគថៃមួយថៃបុគ្គលពាក់ព័ន្ធទទួលខុសត្រូវតាមច្បាប់អន្តរជាតិចំពោះទង្វើឈ្លានពានរបស់ពួកគេមកកម្ពុជាយោធាថៃបើកការបាញ់ប្រហារជាច្រើននៅទីតាំងដែលជាអធិបតេយ្យភាពរបស់កម្ពុជាសម្ដៅមកលើកងកម្លាំងនិងជនស៊ីវិលកម្ពុជាដោយប្រើអាវុធគ្រប់ធនព្រមទាំងចន្ទហោះចំនួនចម្បាំង F16 និងផ្សេងពើដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិជាពិសេសកិច្ចព្រមព្រៀងបទឈប់បែកនិងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងការបង្កសង្គ្រាមផ្ដើមដោយយោធាថៃបានបណ្ដោយឲ្យជនស៊ីវិលចំនួនប្រមាណ10នាក់ស្លាប់និងរងរបួសប្រមាណជាង60នាក់គណៈពលរដ្ឋប្រមាណជាង 20,000 នាក់ត្រូវបង្ខំភៀសខ្លួនទៅមណ្ឌលសុវត្ថិភាពតួលេខនេះគិតត្រឹមថ្ងៃទី11ខែធ្នូ